នៅក្នុងឱកាសដ៏មហាមង្គលថ្លៃថ្លាបំផុតនៃព្រឹត្តិពិធីបុណ្យចម្រើនព្រះជន្មវស្សាប្រកាសណាចុះម្ចាស់ជីវិតត្បូងរបស់សម្ដេចព្រះបរមនាថព្រះចៅក្រុងកម្ពុជាធិបតីជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងគម្រប់ប្រជជន55ព្រះវស្សាយើងចូល56ព្រះវស្សាដល់សំណោះរីករាយអតិកធម៌នាឆ្នាំនេះព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលនិងប្រជារាស្ត្រកម្ពុជាទាំងមូលសូមប្រសិទ្ធពរជ័យសិរីសួស្តីជ័យមង្គលព្រះបរមសុខគ្រប់ប្រការថ្វាយប្រកាសណាចុះម្ចាស់ជីវិតត្បូងនិងសូមសម្ដែងនៅសេចក្តីកតញ្ញូតាធម៌ជាអនេកប្រការថ្វាយចំពោះព្រះមហាករុណាธิគុណដ៏ធ្ងន់ដែលព្រះអង្គបានលះបង់ទាំងប្រកាយពលព្រះបញ្ញាញាណនិងព្រះរាជទ្រព្យដ៏ដណ្ដំបំផុតដើម្បីប្រោសប្រជាទានជាប្រជាឧបត្ថម្ភក្នុងវិស័យអប់រំសិក្សាធិការសុខាភិបាលវប្បធម៌សាសនាការអភិវឌ្ឍគ្រប់ផ្នែកនៅទីជនបទព្រះរតីសំណោះប្រប្រណីដល់ជីវភាពប្រជារាស្ត្រទីតលក្រនិងព្រះរាជកិច្ចក្នុងផ្នែកទំនាក់ទំនងអន្តរជាតិជាដើមដើម្បីបុព្វហេតុនៃភាពចម្រើនថ្កុំថ្កើងរបស់ជាតិមាតុភូមិនិងព្រះអង្គគង់នៅជាមលុបដ៏ត្រជាក់ត្រជុំក្នុងសេចក្តីសុខសន្តិភាពដ៏ពេញបរិបូរណ៍សម្រាប់កូនចៅបានជ្រកោនក្នុងភាពកក់ក្ដៅនាពេលកន្លងមកដើម្បីឆ្លើយតបទៅនឹងព្រះមហាករុណាธิគុណដែលមិនអាចកាត់ថ្លៃបានរបស់ព្រះអង្គព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលនិងប្រជារាស្ត្រកម្ពុជាជាកូនចៅសូមប្រាជ្ញារួមសាមគ្គីភាពឯកភាពគ្នាជាទ្រង់មួយក្នុងការខិតខំពុះពៀនៅរាល់ការលំបាកគ្រប់យ៉ាងហើយខិតខំបង្កើនស្មារតីយកចិត្តទុកដាក់លើការអនុវត្តគ្រប់ភារកិច្ចតាមមុខជំនាញរៀងៗខ្លួនឲ្យបានសម្រេចលទ្ធផលយ៉ាងល្អប្រសើរគ្រប់ដង្ហែតាមព្រះរាជដម្រិដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយព្រះរាជគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់នៃព្រះករុណាចុះម្ចាស់ជីវិតត្បូងទីសក្ការៈដើម្បីព្រះរាជាណាចក្រកម្ពុជាមានវឌ្ឍនភាពលើគ្រប់ផ្នែកគ្រប់វិស័យប្រកបដោយកិត្តិយសកិត្តិយសភាពដ៏រុងរឿងថ្កាំងថ្កានបានភ្ជាប់វិស័យទៅនឹងសម័យមហានគរនិងសម័យសង្គមរាស្ត្រនិយមដ៏រុងរឿងឡើងវិញព្រមជាមួយនេះសូមសម្ដែងនៅមនោសញ្ចេតនាស្វមិភៈនិងរីករាយចូលរួមអបអរសាទរយ៉ាងក្លៀវក្លាបំផុតចំពោះព្រះរាជពិធីបុណ្យដ៏មហាវិសេសវិសាលពោពេញដោយជ័យមង្គលនេះនិងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យព្រះដេចបរមីនៃអតីតព្រះមហាក្សត្រព្រះមហាក្សត្រិយនីខ្មែរគ្រប់ព្រះអង្គវត្ថុស័ក្តិសិទ្ធិគ្រប់ព្រះអង្គក្នុងលោកមានឫទ្ធិបរមីនៃទេវតាថេរសាព្រះមហាសម្រិទ្ធឆន្ទទេវតាថេរសាព្រះរាជាណាចក្រកម្ពុជានិងព្រះអិនព្រះព្រំជាដើមសូមជួយអភិបាលគ្រងរក្សានិងប្រោះព្រំនៅទឹកអម្រិតប្រសិទ្ធពរជ័យដល់បវរមហាប្រាសាទថ្វាយព្រះករុណាចុះម្ចាស់ជីវិតត្បូងសូមព្រះអង្គមានព្រះសុខភាពដ៏ល្អបរិបូរណ៍ចាកផុតពីប្ររុគាទាំងឡាយមានប្រកាយពលមមុនព្រះបញ្ញាភ្លឺថ្លានិងមានប្រជាមាយុយឺនយូរជាងរយព្រះវស្សាដើម្បីព្រះអង្គបានគង់ប្រថាប់សោយសុខក្នុងព្រះបរមសារីរិកសម្បត្តិដែលជាមហាមលុបដ៏ត្រជាក់ខ្សែមខ្សានសម្រាប់សន្តិភាពនិងភាពសុខដុមរមនាដល់ជនរួមជាតិជាបងប្អូនកូនចៅរបស់ព្រះអង្គជារៀងរហូតតទៅ